សំឡម្ជូរប្រៃចង់ស្លោឲ្យឆ្ងាញ់ណាស់បងប្អូនគួរតែស្លោយករសជាតិបែបរៀងជូរជ្រះចាស់ប្រហុកឲ្យហឹលតិចតួចទៀតតាគឺញ៉ាំឆ្ងាញ់ណាស់យើងហត់ក្តៅក្តៅធានាឲ្យតបាច់ញើសខ្ចាយហើយស្រួលខ្លួនទៀតសម្រាប់មីមុខនេះបងប្អូនការធ្វើអត់មានអីពិបាកទេគ្រាន់តែយើងមានជាមួយនឹងមាន់ស្រែហ្នឹងបងប្អូនចង់ប្រើមួយក៏បានឬមួយចំហៀងដូចខ្ញុំចេះក៏បានដែរហើយប្រហុកវិញខ្ញុំប្រើជាមួយប្រហុកសាច់ចាស់គ្រឿងកាត់ឆ្អាបមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចហើយនិងល្មៀតចំណែកម្ទេសវិញខ្ញុំប្រើជាមួយនឹងម្ទេសដៃនាងហើយនិងម្ទេសផ្លោកខ្មែរម្ទេសបុកនេះក៏ខ្ញុំដាក់ដែរគឺដាក់នៅចុងក្រោយគេម្រះព្រៅដាក់ដើម្បីក្លិនឈ្ងុយចំណែកឯគ្រឿងបន្លែវិញគឺមានតែពីរមុខទេមានជាមួយនឹងផ្សិតចាបាំងហើយនិងត្រាប់ស្រួយណារបៀបនៃការស្លម្ជូរប្រៃនេះគឺងាយស្រួលណាស់គ្រាន់តែយើងចាក់ប្រៃនេះមើលថាវាឡើងកម្ដៅក្ដៅហើយដាក់គល់ស្លឹកគ្រៃស្លឹកក្រូចរំដេងហើយនិងល្មៀតចូលយើងលេងគ្រឿងទាំងអស់នេះឲ្យវាឡើងក្លិនឈ្ងុយសិនមើលថាគ្រឿងនោះវាឡើងក្លិនឈ្ងុយហើយដាក់ប្រហុកសាច់នេះកូរម្សៅទៀតណាបន្ទាប់មកបានយើងដាក់សាច់មាន់នឹងចូលទៅឆាជាមួយគ្នាបងប្អូនយើងកូរចាស់កូរឡើងប្រហែលជា4ទៅ5នាទីសិនណាចាំដាក់ទឹកនឹងចូលទៅស្លចំពោះការដាក់ទឹកចូលនេះបងប្អូនលេងលោកធ្វើមិនកុំឲ្យចាក់ទឹកច្រើនពេកគឺយើងរំងាស់សាច់មាន់នឹងឲ្យផុយសិនមើលថារំងាស់បាន10នាទីហើយចាំដាក់គ្រឿងផ្សំនឹងចូលតាមក្រោយគ្រឿងផ្សំគឺខ្ញុំប្រើដូចជាអំបិលប៊ីចេងម្សៅស៊ុបហើយនិងស្ករពេលដែលខ្ញុំដាក់គ្រឿងផ្សំនេះចូលគ្រប់គ្រឿងហើយគឺខ្ញុំរំងាស់ចោលប្រហែលជា20នាទីទៀតចឹងហើយសល់ពេលងាកមកហាន់ជាមួយនឹងត្រាប់ស្រួយវិញម្ដងចំពោះត្រាប់ស្រួយនេះគឺខ្ញុំពុះវាជា2ហើយដាក់ត្រាំជាមួយនឹងទឹកអំបិលចោលដើម្បីកុំឲ្យត្រាប់យើងឡើងពណ៌ខ្មៅណាចាបន្ទាប់ពីខ្ញុំហាន់ត្រាប់ហើយងាកមកមើលសាច់មាន់របស់ខ្ញុំរំងាស់វិញម្ដងណាបងប្អូនបន្ទាប់ពីគ្រប់20នាទីហើយគឺសាច់មាន់នេះក៏បានផុយល្អចឹងហើយគឺខ្ញុំដាក់ឈាមមាន់នឹងចូលតាមក្រោយហើយទឹកអំបិលទុំនឹងចូលប្រហែលជា2វែកស្លទៀតណារួចហើយចាំយើងដាក់បន្លែនេះចូលមានជាមួយនឹងត្រាប់ស្រួយផ្សិតចាបាំងហើយនិងម្ទេសផ្លោកចំពោះការដាក់បន្លែចូលបងប្អូនទុកប្រហែលជា4ទៅ5នាទីអីសិនទៅដើម្បីឲ្យត្រាប់ស្រួយនិងផ្សិតនឹងវាបានឆ្អិនល្អរីឯម្ទេសនេះវិញបងប្អូនចង់ដាក់ក៏បានអត់ដាក់ក៏បានដែរតាមការចូលចិត្តណាបងប្អូនខ្លះក៏អត់ចេះហឹលមិនចាំដាក់អីណាតែបើសិនជាបងប្អូនដែរគាត់ចូលចិត្តញ៉ាំហឹលដូចខ្ញុំចេះណាគឺដាក់ម្ទេសកាន់តែច្រើនគឺធ្វើឲ្យរសជាតិស្លរបស់យើងនឹងញ៉ាំទៅកាន់តែឆ្ងាញ់ហ្មងរសជាតិសម្លម្ជូរប្រៃនេះនៅពេលដែលយើងស្លឆ្អិនហើយគឺចង់ឆ្ងាញ់ជាងយើងស្លម្ជូរគ្រឿងទៀតទៅបងប្អូនស្លម្ជូរគ្រឿងពេលខ្លះគឺយើងញ៉ាំទៅស្កាតជាមួយនឹងគ្រឿងបុកនឹងហើយញ៉ាំក៏មិនសូវបានច្រើនប្រហែលដែរក៏ប៉ុន្តែនៅពេលដែលយើងស្លជាប្រភេទស្លម្ជូរប្រៃអញ្ចេះហាធានាឲ្យបងប្អូនថាញ៉ាំដឹងតែបានច្រើនជាងស្លម្ជូរគ្រឿងហើយដោយសារតែគ្រឿងដែលយើងស្លជាមួយនឹងយើងអត់បុកទេយើងយកទៅលីងដូចខ្ញុំបង្ហាញហ្នឹងមកណាគឺរសជាតិទឹកសម្លហ្នឹងគឺមានជាតិហើយឈ្ងុយទៀតហើយសម្រាប់រសជាតិស្លម្ជូរប្រៃហ្នឹងដូចខ្ញុំប្រាប់នៅដើមវីដេអូអញ្ចឹងស្លបែបរៀងជូរជ្រះចាប្រហុកតិចតួចទៀតណាគឺញ៉ាំឆ្ងាញ់មែនតែនអញ្ចឹងហើយសម្រាប់បងប្អូនដែលចូលចិត្តជាប្រភេទស្លម្ជូរប្រៃអីកុំភ្លេចសាកធ្វើញ៉ាំផងណាហើយនៅចុងក្រោយគេបន្ទាប់ពីយើងស្លឆ្អិនហើយកុំភ្លេចបង់ជាមួយនឹងស្លឹកក្រូចនិងស្លឹកម្រះព្រៅដាក់ឲ្យច្រើនមកណាដោយសារតែស្លឹកក្រូចនិងស្លឹកម្រះព្រៅនេះគឺវាជួយបង្កើនរសជាតិទឹកស្លរបស់យើងឲ្យកាន់តែឈ្ងុយខ្លាំងមែនតែនចាឥឡូវនេះការបង្ហាញពីរបៀបធ្វើសម្លម្ជូរប្រៃរបស់ខ្ញុំក៏បានធ្វើរៀបរាប់អស់ហើយបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ធ្វើញ៉ាំអីកុំភ្លេចសាកធ្វើញ៉ាំផងណាថ្ងៃស្អែកយើងជួបគ្នាសាជាថ្មីម្ដងទៀតអរគុណ